ពេលនេះយើងទៅលម្អិតតាក់ទងនៅក្នុង param របស់ callback function ចឹងយើងចូលតាក់ទងនឹង accumulator ចឹង accumulator បើសិនជាកន្លែងនេះចឹងមានន័យថាម៉េច on the first call the value is initiate value ចឹងបើសិនជាយើងមើល syntax កន្លែងនេះទៅបើសិនជាយើងអត់ដាក់ initiate value ទេគឺ accumulator តម្លៃដំបូងរបស់វាគឺ array លេខ0ចឹង array លេខ0របស់យើងគឺលេខម៉ានគឺ22សម្រាប់អ្នកដែលរៀន programming ភាសាផ្សេងឬក៏ដែលបានរៀន JavaScript តាក់ទងនឹង array គឺ index របស់យើងតាក់ទង index ទី1គឺ index លេខ0អញ្ចឹង22របស់យើងអញ្ចឹងយើងមើលឃើញកន្លែងនេះមកគឺ array របស់យើងគឺ accumulator 22អញ្ចឹង current value របស់វាកន្លែងនេះអញ្ចឹងនៅពេលដែលកន្លែងនេះ the current value on the first call if the values is shown initiate value មានន័យថាម៉េចមានន័យថាបើសិនជា value នឹងគឺលេខ0ហើយ initiate value នឹងគឺ specify គឺវាចាប់យក value របស់វាគឺ array ទី1អញ្ចឹងទី1របស់យើងគឺ12តែដោយសារតែកន្លែងនេះគឺ accumulator របស់យើងវាអីគេវាអត់មាន initiate value អញ្ចឹងវាយក array ទី0គឺ22កន្លែងនេះបន្តមកទៀត current value របស់យើងគឺវាយកចាប់ផ្ដើមពី array value ទី1គឺ12អញ្ចឹងសម្រាប់ current index របស់យើងគឺយើងបានឃើញហើយនេះអញ្ចឹងដោយសារតែ current value របស់យើងគឺទីម៉ាននេះទី1អញ្ចឹង current index របស់យើងគឺទីម៉ានទី1ដូចគ្នាដែរចុះបើសិនជាខ្ញុំដាក់ពេលនេះខ្ញុំចង់បោះ initiate value របស់វាចាប់ផ្ដើមពីលេខ0ទៅអញ្ចឹងយើងមកមើលតាក់ទងនឹង syntax គឺកន្លែងនេះគឺ callbackអញ្ចឹងមក block របស់ខ្ញុំគឺប្រព័ន្ធនេះមកដល់ត្រឹមនេះគឺជាអីគេ callback function ឬក៏យើងដាក់ function ណាមួយអញ្ចឹងខ្ញុំចង់បោះ initiate value ខ្ញុំដាក់លេខ0មកអញ្ចឹងខ្ញុំ reload វិញអូខេអញ្ចឹងបើសិនជាខ្ញុំ specify កន្លែងនេះ initiate value គឺ accumulator វាយកអីគេ initiate value អញ្ចឹងបើសិនជាវាយកកន្លែងហ្នឹង current value របស់យើងគឺវាចាប់យកពីលេខ0អញ្ចឹងយើងមើលមកគឺ22កន្លែងនេះអញ្ចឹង index របស់យើងគឺលេខ0 1 2 3 4អញ្ចឹងយើងមើលបាន4អូខេអញ្ចឹងបើសិនជាខ្ញុំបោះ initiate value មកសម្រាប់តម្លៃ array គឺវានៅដដែលទេចឹងពេលនេះគឺយើងបានបញ្ចប់ហើយតាក់ទងនឹងលម្អិតអីគេ accumulator current value index array ហើយនឹង initiate value ចឹងយើងនឹងបន្តវីដេអូក្រោយទៀតតាក់ទងនឹងការអនុវត្តមួយចំនួនដែលយើងយក reuse យកទៅប្រើបាទសូមអរគុណ